ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅសហភាពអឺរ៉ុបសាទរដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលចាត់ទុក FMS ជាប្រព័ន្ធស្នូលតែមួយគត់រយៈពេល2ខែតាមឆ្នាំ2025គម្រោងចំនួន112ត្រូវបានអនុម័តឲ្យវិនិយោគនៅកម្ពុជាចិនដាក់បញ្ចូលមុខវិជ្ជា AI នៅក្នុងប្រព័ន្ធអប់រំសម្រាប់ថ្នាក់បឋមនិងមធ្យមសិក្សាទូទាំងប្រទេសមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងក្រុមការងារបច្ចេកទេសនៅព្រឹកថ្ងៃប្រហ័សទី13ខែមីនាឆ្នាំ2025នៅសន្តាគារ Sofitel ភ្នំពេញតំណាងសហភាពអឺរ៉ុបនៅកម្ពុជាបានសម្ដែងការស្វាគមន៍និងកោតសរសើរដល់ការធានារបស់ក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានបដិញ្ញារក្សាប្រព័ន្ធ FMS ជាប្រព័ន្ធស្នូលនៃប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាតំណាងសហភាពអឺរ៉ុបបានលើកឡើងថាការសម្រេចចិត្តនេះនឹងរួមចំណែកដល់ការពង្រឹងការធ្វើសន្ធានកម្មនិងសុចរិតភាពនៃប្រព័ន្ធទាំងមូលជាមួយគ្នានេះដែរសហភាពអឺរ៉ុបក៏បានស្វាគមន៍ដល់ធាតុចូលនានាដែលផ្ដល់ដោយក្រុមការងារគ្រប់គ្រងគម្រោង FMS ទាក់ទងនឹងផែនការមេ FMS ដំណាក់កាលទី4ខាងមុខនេះតំណាងសហភាពអឺរ៉ុបបានគូបញ្ជាក់បន្ថែមថាការអភិវឌ្ឍប្រព័ន្ធ FMS នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃបរិវត្តកម្ម Digital ដែលជាសសរស្តម្ភសំខាន់មួយក្នុងយុទ្ធសាស្ត្របច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងគោលដៅធ្វើទំនើបកម្មសេវាសាធារណៈនិងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាគូបញ្ជាក់ថានៅក្នុងដំណាក់កាលទី4នេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងផ្ដោតការយកចិត្តទុកដាក់លើការរួមបញ្ចូលមុខងារទូទាត់ទាំងស្រុងតាមរយៈគណនេយ្យទូររដ្ឋាភិបាលដែលបានអភិវឌ្ឍពេញលេញព្រមទាំងការពង្រីកការចូលប្រើប្រាស់និងការធ្វើឲ្យប្រសើរឡើងនៅដំណើរការនៃនីតិវិធីអនុវត្តការងារយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC បានឲ្យដឹងថាក្នុងរយៈពេល2ខែតាមឆ្នាំ2025 CDC បានអនុម័តគម្រោងវិនិយោគចំនួន112គម្រោងក្នុងទុនវិនិយោគប្រមាណ$1 ប៊ីលានអាមេរិកដោយអាចបង្កើតការងារបានចំនួនជាង 70,000 កន្លែងបើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2024ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ43គម្រោងគម្រោងធំៗដែលបានអនុម័តនៅក្នុងខែកុម្ភៈមានដូចជាគម្រោងវិនិយោគអភិវឌ្ឍស្ថានីយ៍ផលិតអគ្គិសនីដោយថាមពលព្រះអាទិត្យនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងមានទុនវិនិយោគ$33 លានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហៈធាតុក្នុងស្រុកជុំគិរីខេត្តកំពតមានទុនវិនិយោគ$31 លានគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌នៅស្រុកគងពិសីខេត្តកំពង់ស្ពឺមានទុនវិនិយោគ$18 លានគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍និងសម្ភារៈប្រើប្រាស់ធ្វើពីលោហៈនិងផ្លាស្ទិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងជេជាងមានទុន$22 លាននិងគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនៅតំបន់សេដ្ឋកិច្ចពិសេស Fuasun Giga ខេត្តស្វាយរៀងមានទុនវិនិយោគ$16.8 លានជាដើមគួរជម្រាបជូនថាក្នុងចំណោមគម្រោងដែល CDC អនុម័តក្នុងខែកុម្ភៈគឺមានប្រភពទុនមកពីវិនិយោគិនចិនចំនួន 86.75% សិង្ហបុរី 11.97% អូស្ត្រាលី 0.8% និងអង់គ្លេស 0.48% ក្រសួងអប់រំចិនបានប្រកាសផែនការថ្មីមួយនៅក្នុងការដាក់បញ្ចូលមុខវិជ្ជាបញ្ញាសិប្បនិម្មិត AI នៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមនិងមធ្យមសិក្សាទូទាំងប្រទេសចាប់ពីខែកញ្ញាឆ្នាំ2025តទៅយោងតាមសេចក្តីប្រកាសផ្លូវការកាលពីថ្ងៃទី7ខែមីនាបានឲ្យដឹងថាសាលារៀនទូទាំងប្រទេសនឹងផ្តល់ការបង្រៀនអំពី AI យ៉ាងតិច8ម៉ោងក្នុងមួយឆ្នាំការបង្រៀននេះអាចធ្វើឡើងជាមុខវិជ្ជាដាច់ដោយឡែកឬបញ្ចូលទៅក្នុងមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រដែលមានស្រាប់សម្រាប់កម្រិតបឋមសិក្សាការសិក្សានឹងផ្ដោតទៅលើការណែនាំជាមូលដ្ឋាននៃការគិតបែប AI តាមរយៈសកម្មភាពសិក្សាជាក្លឹបនិងកម្មវិធីក្រៅម៉ោងសិក្សាជាដើមចំណែកថ្នាក់មធ្យមសិក្សានឹងផ្ដោតទៅលើការអនុវត្តជាក់ស្ដែងការប្រើប្រាស់ AI និងវិធីសាស្ត្រច្នៃប្រឌិតក្រសួងអប់រំចិនក៏នឹងសហការជាមួយនឹងក្រុមហ៊ុនឈៀនមុខ
សាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវនានាដើម្បីអភិវឌ្ឍកម្មវិធីសិក្សារួមគ្នាគួរបញ្ជាក់ថាសាកលវិទ្យាល័យចិនជាង500បានដាក់បញ្ចូលមុខវិជ្ជានិងជំនាញ AI តាំងពីឆ្នាំ2018មកម្ល៉េះនៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនកាលពីដើមខែមីនាកន្លងទៅរដ្ឋាភិបាលចិនបានបញ្ញាបន្តគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីពង្រឹងសមត្ថភាពស្វ័យយ័តរបស់ប្រទេសនិងបង្កើនភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា